ជីវិតម្នាក់គឺមានផ្សេងគ្នាហើយមានជូរចត់ល្វីងផ្អែមប្រៃហើយបើឲ្យអង្គុយត្អូញវិញម្នាក់គឺមានរឿងត្អូញដូចគ្នាទាំងអស់ប៉ុន្តែមែនតើទៅវាមិនត្រូវត្អូញជីវិតបើសួររកដំណោះស្រាយអានឹងល្អជាងការត្អូញមិនទៅសំឡេងខ្ញុំស្ដាប់ច្បាស់ទេបងប្អូនហើយពាក្យថាដំណាក់កាលឆ្លងកាត់នេះគឺចំជាពាក្យត្រឹមត្រូវដែលស្មើនឹងពាក្យថាមិនទៀង impermanent អញ្ចឹងយើងសុទ្ធតែធ្លាប់ធ្វើដំណើរផ្លូវឆ្ងាយហើយចេញពីពោធិ៍សាត់ទៅភ្នំពេញឬក៏ពីភ្នំពេញទៅបាត់ដំបងអីតាមផ្លូវដែលយើងជួបប្រទះហូបសម្រិតលីងអីតាមផ្លូវក៏គ្រាន់តែជាដំណាក់កាលឆ្លងកាត់មិនមែនជា permanent resident មិនមែនជាទីលំនៅពិតប្រាកដទេដូច្នេះកាលណាបើយើងដឹងថានោះមិនមែនជាទីលំនៅពិតប្រាកដទិសដៅយើងផ្សេងយើងប្រកាសជាមិនជាប់ជំពាក់ខ្លាំងនៅរាល់កន្លែងដែលយើងឆ្លងកាត់នឹងទេទោះបីយើងដើរដំណើរឆ្លងកាត់នឹងមានជ្រោះមានទឹកហូរមានព្រៃភ្នំឬក៏មានប្រាសាទមានសណ្ឋាគារល្អដែលយើងត្រូវចូលស្នាក់ម្ដងម្កាលយ៉ាងណាក៏ដោយដល់ពេលវេលាយើងវិចអីវ៉ាន់ចេញតាមស្រួលមិនគួងហែងថាជារបស់យើងហើយមិនគិតថាយើងចេញពីកន្លែងហ្នឹងមិនបានទេពីព្រោះយើងដឹងថាទីនេះជាដំណាក់កាលឆ្លងកាត់ប៉ុណ្ណោះទេខ្ញុំលើកពីរឿងសាមញ្ញចឹងសិនណាដើម្បីប្រៀបធៀបទៅក្នុងនៃពធទោះបីយើងធ្វើដំណើរតាមទឹកមានអូបមាន screw មានកប៉ាល់ល្អរហូតដល់ថាយើងទៅដើរលេងតាមកប៉ាល់ធំហ្នឹងមួយសប្តាហ៍នៅលើទឹកអីចឹងទៅទោះបីយើង enjoy សប្បាយរីករាយក៏ពិតមែនប៉ុន្តែយើងបានកំណត់ពេលវេលាហើយថា7ថ្ងៃយើងត្រឡប់មកវិញដូច្នេះទោះបីជាមានការបម្រើល្អមានសេវាកម្មល្អនៅលើកប៉ាល់នឹងច្រើនប៉ុន្តែក៏ដោយដល់ពេលវេលាយើងវិចអីវ៉ាន់យើងចុះមកដោយសន្តិភាពមិនអឡោះអាល័យស្ដាយក្រោយទេប៉ុន្តែក្នុងរយៈកាលមួយសប្តាហ៍ដែលយើងសប្បាយរីករាយនឹងដំណើរកម្សាន្តរបស់យើងហ្នឹងគឺយើងសប្បាយរីករាយអស់ចិត្តចឹងទៅធ្វើអីដែលអាចធ្វើបាននៅលើហ្នឹងប៉ុន្តែមិនភ្លេចថាដល់ពេលវេលាយើងនឹងវិចអីវ៉ាន់ចុះចេញពីកប៉ាល់ដ៏ល្អនោះឬក៏យើងធ្វើដំណើរតាមយន្តហោះយើងជិះថា first class business class មែនតើខ្ញុំជិះយន្តហោះមួយជីវិតដែលបានជិះ business class ម្ដងជិះថា economic ធម្មតាប៉ុន្តែឃើញfirst class របស់គេហ្នឹងថ្នាក់លំដាប់ VIP ហ្នឹងវាល្អរបស់គេមែនអាចសណ្ដូកជើងអាចដាក់កុំព្យូទ័រអាចតម្រេតអីបានស្រួលប៉ុន្តែបើទោះជាវាថ្លៃប៉ុណ្ណាវាស្រួលប៉ុណ្ណាក៏វាមួយដំណាក់កាលដែលយើងធ្វើដំណើរប៉ុណ្ណោះហើយកំណត់សញ្ញាថាដល់ពេលវេលាយើងនឹងចុះចេញពីយន្តហោះហ្នឹងដោយស្ម័គ្រចិត្តអត់មានស្ដាយអីទេបង់លុយឲ្យតម្លៃរាប់ពាន់ដុល្លារក៏ដោយប៉ុន្តែកាលណាយើងបានកំណត់ដឹងអញ្ចឹងហើយ